ចាប្រជាជនកម្ពុជាជាទីស្រឡាញ់នៅក្នុងថ្ងៃនេះខ្ញុំបានមើលប៉ះព័ត៌មានរបស់ថៃមួយចាខ្ញុំហ៊ាននិយាយថាការផ្សាយព័ត៌មានរបស់ថៃនេះគឺកំពុងតែចូលរួមជួយលាងគូតចាជួយលាងជំរះនៅទង្វើអាក្រក់ទង្វើដ៏សាហាវឃោរឃៅរបស់ទាហានថៃដែលកំពុងតែសហការជាមួយនឹងបុគ្គលល្បីលើបណ្ដាញសង្គមដូចជានាយកាន់ចំផល្លាំងនេះឯងគេបានចេញផ្សាយនៅព័ត៌មានមួយដែលមានចំណងជើងថាមិនមែនមានតែថៃរំលឹកឡើងវិញនៅព្រឹត្តិការណ៍របស់កូរ៉េខាងត្បូងដែលបានបើកធុងបាសយក្សចាក់បទ K-pop តបទៅកូរ៉េខាងជើងក្នុងព័ត៌មាននោះគេបានសរសេរថារំលឹកឡើងវិញនៅព្រឹត្តិការណ៍ដែលប្រទេសកូរ៉េខាងត្បូងបានបំពាក់ធុងបាសដ៏ធំសម្បើមដើម្បីផ្សព្វផ្សាយបទចម្រៀង K-pop ទៅកាន់ប្រទេសកូរ៉េខាងជើងតបតទៅនឹងពេញប៉ោងសម្រាមដែលហេតុការណ៍នេះបានកើតឡើងមុនពេលដែលប្រទេសថៃប្រើប្រាស់ឧបករណ៍បំពងសម្លេងនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃចា៎គេបាននិយាយថាក្រុមអ្នកនយោបាយនិងអ្នកសិទ្ធិមនុស្សបានចេញមុខសម្ដែងការមិនពេញចិត្តចំពោះការដែលកងទ័ពថៃប្រើប្រាស់ឧបករណ៍បំពងសម្លេងនៅតាមព្រំដែនកម្ពុជាថៃហ្នឹងកាលពីថ្ងៃទី13ខែតុលាឆ្នាំ2025ដោយបានអះអាងថាមានការបង្កការរំខានដល់ជនស៊ីវិលកម្ពុជាទោះបីជាខាងយោធាថៃគេបានចេញមុខបកស្រាយថាការធ្វើនេះគឺនៅក្នុងដែនអធិបតេយ្យរបស់ថៃហើយមានគោលបំណងដើម្បីបន្ធូរអារម្មណ៍កងទ័ពពីភាពនឿយហត់ក្នុងការការពារអធិបតេយ្យភាពក៏ដោយដូច្នេះហើយព័ត៌មានថៃនេះគឺគេបានរំលឹកទៅដល់អតីតកាលចាគេបានលើកឡើងថាកាលពីខែមិថុនាឆ្នាំ2024ប្រទេសកូរ៉េខាងត្បូងបានបំពាក់ធុងបាសដុំហេតមៀដើម្បីផ្សព្វផ្សាយបទចម្រៀង K-pop ជាពិសេសគឺបទ Dynamic និង Butter របស់ក្រុម BTS ទៅកាន់ត្រើយម្ខាងនៃប្រទេសកូរ៉េខាងជើងការធ្វើនេះគឺដើម្បីតបតទៅនឹងប្រទេសកូរ៉េខាងជើងដែលបានប្រើប្រាស់ពេញប៉ោងរាប់ពាន់គ្រាប់ដែលផ្ទុកសម្រាមនិងរបស់របរកខ្វក់ផ្សេងៗបាញ់ឆ្លងកាត់មកកាន់ប្រទេសកូរ៉េខាងត្បូងជាច្រើនលើកដែលបណ្ដាលឲ្យធ្លាក់មកលើតំបន់សហគមន៍និងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិរបស់ជនស៊ីវិលចានេះគឺជាការចុះផ្សាយចាដើម្បីលាងជម្រះភាពអាក្រក់និងអំពើដ៏ឃោរឃៅរបស់កងទ័ពចានិងក្រុមជនជ្រុលនិយមរបស់ថៃដែលបានកំពុងតែធ្វើមកលើប្រជាជនកម្ពុជានៅឯភូមិព្រៃច័ន្ទនិងភូមិជោគជ័យយ៉ាងណាមិញប្រជាជនកម្ពុជាជាទីស្រឡាញ់ថៃនិយាយអញ្ចឹងបានយើងមិនប្រកែកទេព្រោះវាមានព្រឹត្តិការណ៍ដូចនៅប្រទេសកូរ៉េក៏ប៉ុន្តែអ្វីដែលខុសគ្នាយើងត្រូវប្រៀបធៀបទី1កូរ៉េគេពិតជាបានចាក់សម្លេងឃោសនាឆ្លងដែនពីខាងត្បូងទៅខាងជើងមែនដែលគេអាចនិយាយបានថាវាគឺជាយុទ្ធសាស្ត្រឬក៏ជាសង្គ្រាមចិត្តសាស្ត្រចាក៏ប៉ុន្តែអ្វីដែលកូរ៉េខាងត្បូងគេធ្វើទី1គឺគេចាក់តន្ត្រី K-pop ចាចម្រៀង K-pop ចាដែលធ្វើឲ្យមនុស្សស្ដាប់ទៅរីករាយស្ដាប់ទៅមានសង្ឃឹមចាហើយក្នុងនេះដែរការបង្ហាញពីចម្រៀងឬក៏តន្ត្រី K-pop គឺក្នុងគោលដៅបង្ហាញពីភាពសម្បូរបែបនិងភាពរីកចម្រើនចានិងជីវិតដ៏ស៊ីវិល័យនិងជីវិតដែលមានសេរីភាពរបស់ប្រជាជននៅកូរ៉េខាងត្បូងហើយម្យ៉ាងទៀតគឺការចាក់នេះក៏ដើម្បីគេហៅថាបង្ហាញប្រាប់ទៅប្រជាជននៅកូរ៉េខាងជើងដែរដោយសារតែតន្ត្រី K-pop ឬក៏ចម្រៀង K-pop ហ្នឹងអ្នកទាំងអស់គ្នាសុទ្ធតែបានដឹងហើយថានៅកូរ៉េខាងជើងគឺគេហាមចាក់ផ្សាយជាដាច់ខាតរហូតដល់ថ្នាក់ចាប់បានហ្នឹងមានការកាត់ទោសផ្សេងៗផងដែរមួយវិញទៀតការចាក់របស់កូរ៉េខាងត្បូងនេះមិនត្រឹមតែចាក់ចម្រៀង K-pop ឬក៏តន្ត្រី K-pop ទេគឺក៏គេមានចាក់ផ្សាយនៅព័ត៌មានជុំវិញពិភពលោកដែរចាគឺដើម្បីបង្ហាញថាតើពិភពលោកដើរដល់ណាហើយការពិតយ៉ាងម៉េចហើយគេក៏មានប្រាប់អំពីរបាយការណ៍អាកាសធាតុពីសេដ្ឋកិច្ចចានិយាយរួមទៅគឺគេប្រាប់ពីដំណើរការអភិវឌ្ឍនៅក្នុងពិភពលោកដើម្បីឲ្យប្រជាជននៅតែក្រៅម្ខាងឬប្រជាជនកូរ៉េខាងជើងគាត់បានដឹងនេះគឺជាការលើកឡើងរបស់កូរ៉េខាងត្បូងគឺគេចង់និយាយថាការចាក់ធំបាំងនេះគឺដើម្បីឲ្យប្រជាជនកូរ៉េខាងជើងចាដែលត្រូវបានបំបិទសិទ្ធិសេរីភាពនៅក្នុងការទទួលព័ត៌មានហ្នឹងឲ្យបានដឹងហើយមួយវិញទៀតក៏ជួយគេហៅថាពញ្ញាឬក៏ដាក់ស្មារតីទៅកាន់ទាហានកូរ៉េខាងជើងឲ្យដឹងដែរថាអ្វីដែលពួកគេកំពុងតែធ្វើនេះគឺមិនត្រឹមត្រូវមួយវិញទៀតនៅក្នុងការចាក់ធំបាសនោះក៏មានបញ្ជ្រាបសាររិះគន់ចារិះគន់ទៅកាន់អ្នកដឹកនាំកូរ៉េខាងជើងឬក៏ទៅកាន់រដ្ឋាភិបាលកូរ៉េខាងជើងដែរចាដោយក្នុងសារនោះគឺគេបានបង្ហាញពីសម្លេងនៃសេរីភាពចាពីការរិះគន់ទៅកាន់អ្នកដឹកនាំនិងបង្ហាញថាការរស់នៅក្នុងសង្គមប្រជាធិបតេយ្យហ្នឹងវាខុសពីការរស់នៅក្នុងសង្គមមួយដែលដឹកនាំដោយរបបមូលធននិយមហ្នឹងបែបណាយ៉ាងណាមិញសម្រាប់ករណីការចាក់ធុងបាសរបស់សៀមចាវាខុសពីការចាក់ធុងបាសរបស់កូរ៉េខាងត្បូងសៀមចាក់ធុងបាសដោយប្រើសម្លេងខ្មោចលងសម្លេងយន្តហោះទម្លាក់គ្រាប់ចាសម្លេងឆ្កែលូសម្លេងរន្ធត់ដែលវាធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់ផ្លូវចិត្តចានិងបង្កនៅការតក់ស្លុតដល់ជនស៊ីវិលកម្ពុជាពីព្រោះគេដឹងហើយថាប្រជាជនកម្ពុជាបាក់ស្បាតនៅពេលដែលឮសម្លេងយន្តហោះ F16 ចាដែលបានទម្លាក់គ្រាប់បែកមកលើភូមិឋានឬក៏ក្នុងភូមិប្រជាជនកម្ពុជាយើងដូច្នេះថៃឬក៏សារព័ត៌មានថៃមិនអាចយកករណីកូរ៉េខាងត្បូង
នឹងករណីរបស់ខ្លួនឯងនឹងមកប្រៀបធៀបគ្នាបានទេពីព្រោះសម្លេងទាំងពីរនឹងវាខុសគ្នាចាសម្លេងមួយសម្លេងនៅកូរ៉េខាងត្បូងគឺជាសម្លេងដែលជាសម្លេងតន្ត្រីជាសម្លេងព័ត៌មានចាដែលផ្ដល់នៅចំណេះដឹងជាការផ្ញើសារជាការដាស់តឿនប៉ុន្តែសម្លេងដែលសៀមចាក់មកលើអ្នកភូមិឬក៏ប្រជាជនកម្ពុជាជាទីស្រឡាញ់របស់ខ្ញុំដែលកំពុងតែប្រឈមនៅក្នុងភូមិចាភូមិព្រៃច័ន្ទឬក៏ភូមិជោគជ័យនោះមិនមែនជាសម្លេងដែលបង្ហាញពីតន្ត្រីឬក៏ចម្រៀងឬក៏ពីវប្បធម៌នោះទេតែគឺជាសម្លេងខ្មោចសម្លេងឆ្កែលូសម្លេងរន្ធត់ដែលធ្វើឲ្យអ្នកបានស្ដាប់បានឮទទួលនៅអារម្មណ៍ភ័យខ្លាចនិងតក់ស្លុតដូច្នេះហើយប្រជាជនកម្ពុជាជាទីស្រឡាញ់ពិតណាស់អ្វីដែលថៃកំពុងធ្វើនេះក៏ត្រូវបានអ្នកសិទ្ធិមនុស្សនិងសមាជិកប្រសិទ្ធិថៃខ្លួនឯងចាចេញមកទទួលស្គាល់ថាថៃកំពុងតែប្រព្រឹត្តខុសអនុសញ្ញា CAT ចាដែលជាអនុសញ្ញាស្ដីពីការរំលោភបំពានឬក៏បង្កសម្ពាធផ្លូវចិត្តដល់ជនស៊ីវិលជាចុងក្រោយប្រជាជនកម្ពុជាជាទីស្រឡាញ់នៅក្នុងវេលាដ៏លំបាកនេះយើងទាំងអស់គ្នាមានតែតស៊ូប្រឹងប្រែងហើយខ្ញុំនៅខាងនេះនៅទីក្រុងភ្នំពេញនៅតែផ្ញើក្តីស្រឡាញ់ក្តីនឹករលឹកនិងកម្លាំងចិត្តទៅកាន់ពុកម៉ែបងប្អូនប្រជាជនកម្ពុជាជាទីស្រឡាញ់របស់ខ្ញុំដែលកំពុងតែរងនៅការធ្វើបាបពីសំណាក់កងទ័ពឈ្លានពានថៃនិងប្រជាជនទំនើងថៃយ៉ាងណាមិញយើងមិនអាចចោលឡើយនៅគំនិតស្នេហាជាតិនិងសាមគ្គីភាពសូមកុំឲ្យជនទី3ឬក៏សៀមនេះអាចបំបែកបំបាក់ឲ្យយើងបែកបាក់សាមគ្គីផ្ទៃក្នុងយើងបានជាចុងក្រោយអត់មានអីទេប្រជាជនកម្ពុជាជាទីស្រឡាញ់ខ្ញុំនៅតែមានពាក្យដដែលជាដដែលថាខ្មែរស្រឡាញ់ខ្មែរខ្មែរគ្រប់គ្រងខ្មែរខ្មែរប្រើប្រាស់ផលិតផលខ្មែររួមគ្នាលុបបំបាត់ឲ្យបាននៅផលិតផលដែលមកពីប្រទេសថៃឬក៏ប្រទេសលេខ2ចាសូមអរគុណសូមជម្រាបលា